Ok, ngày ní bộ xài chùm ngò là để chôn xua chả mà càng dữ và tại ở miền P là xa là vô đài hay ngày ní mà bộ xài để sao tại mà tờ lại lại ủng còn xua tha tờ lại solar tùm hông bật ná ai xạ làm bàn là kỳ ní chẳng là kỳ ní chỉ tu tới cho năng trả lạt vào vía VC đầm 7 pe chẳng á VC đầm 7 pe và tái khả năng để tờ lại ủng nơi ní ní sẽ đi thayรีสะอาดนะอันนี้ไปบ้านมาพายบุญเปียมาพายปรำเปียจะไปชนะสะวีซีตาผมไปเปียวีตรกาได้อันนี้ดักการมวยนะให้มีสนุมวยเตี้ยในชนะสะจะรับวีซีดำใบเปียมีสนุมวยเตี้ยทานเจ้าเปิดตลาดผมมวยกับโลนจังอ่ะปลายมันเส้นจะแจะบานอดอย่างงั้นจังจำลายเนี่ยจำลายเดินเลยเนี่ยหาได้บานอดบานเนี่ยมันเส้นแต่แจะมาใส่ซีดับบนเป๊ะแล้วยมปงปงดาวแต่มาเตอร์บงตักเอาหนึ่งเตอร์บงตักเอาไหนอันนี้มาเตอร์บงตักอะมาใส่ฮะเนี่ยซีบนเป๊ะบงตูตะเกาะมวยเอาตูตะเกาะนั่นขนาดให้ดมอนนี้ดมอนไอซียามีเพลย์รำดาวเลยนะnó ôm mặt thọt ôm tí chứ chẳng xua tha chốt mà xin được chẹt pra bán làm xin được pra bán pe ngày bong ôm ai pra xin chẹt ba pi say hàm mềm mà say hết bởi mà say xí buồn pe chẳng pi say xí đầm bầy pe nơi ta mà nó cả láng với đây, solar nơi lơ từ bố đập sợi lắc, hay inter ní, xử tham mấy ní châu solar bàn phay sợi lắc á, miền này tha cầm láng biết là cầm muối nhưng mà ta châu solar bán cũng con đường pì chẳng biết smart bên này. Xong có chụp xua bộ máy bong bóng từ óc nia chỉ tí có đục bạn. Ngày ní nhóm mà thưa cả bằng hành mũi tam bật bị sào từ bọc nhóm, chun từ bong bóng từ óc nia ở bàn chỉ cho bác thà tá, dương cua từ lại solar tầm hồng bản á, xăm xót tới nâng tầm bể cá rồi bọc bong bóng. Khi nhóm ủi thò mũi tha bờ sân chơi bong bóng miền mà sân từ chẹt tầm nã cá. Tiền giúp tiền ngày chẳng kê trời ca tại inverter trầm tại 3 kg 4 kg ឬក៏6 kg វាសំរុំហើយពីព្រោះហេតុអីដោយសារតែ inverter 6 kg ហ្នឹងគឺវាអាចវាយបានជាអំពែភ្លើងរហូតដល់25 24 ពេនោះអញ្ចឹងបើសិនតែជាមួយសេះស្មើនឹង4ពេទេឬក៏មិនសិនជាខ្លះវាអាចដល់6ពេទៅតាមប្រភេទរបស់វាពេលបើដំបូងណាហើយវាមានអូតូរបស់វាទេនៅពេលដែលបន្ទប់ត្រជាក់វាបិទអញ្ចឹងទៅយើងប្រៀបធៀបកម្លាំងមួយសេះផុស inverter ផុស motor បូមទឹកហើយនឹងម៉ាស៊ីនត្រជាក់បានដូច្នេះមានន័យថាបើសិនជាបងប្អូនតឡើង6គីឡូនៅពេលដែលបងប្អូនដកប្រើអស់1គីឡូ1គីឡូជាងអញ្ចឹងវានៅសល់3 4 5គីឡូទៀតនៃកម្លាំងផុសសូឡាមកពីលើដំបូងហ្នឹងសាកចូលឧបករណ៍របស់បងប្អូនអញ្ចឹងណាអញ្ចឹងមានន័យថាយើងនៅសល់ភ្លើងដើម្បីសាកនៅពេលដែលករណីមានមេឃសតុំអញ្ចឹងការសាកវារៀងថយអញ្ចឹងឧទាហរណ៍ថាដក1គីឡូឬ2គីឡូវានៅសល់3គីឡូសម្រាប់សាកឬក៏2គីឡូសម្រាប់សាកចូលថ្មឬក៏គុយដើម្បីស្តុកភ្លើងសម្រាប់ប្រើពេលយប់ទៀតអញ្ចឹងបញ្ហារបស់វាគឺនៅត្រង់ហ្នឹងទេបងប្អូនកុំជឿគេថាតឡើងខ្នាត10គីឡូអីមិនប្រើម៉ាស៊ីនជាបានមែនទេបាទតែប៉ុណ្្នឹងប្រើបានហើយអាស្រ័យទៅលើអាគុយរបស់បងប្អូនទេបើសិនជាបងប្អូនដាក់អាគុយរៀងធំតិចទៅអញ្ចឹងឲ្យវាស្តុកបានយូរទៅដូចជាករណីដែលលោកពូនេះគឺគាត់ដាក់ទៅ10គីឡូទេដោយសារតែយប់ឡើងគាត់អត់មានប្រើទេគឺមានអាទូតកកមួយតែស្អីគាត់នៅតំបន់ដាច់ស្រយាលអត់មានភ្លើងទៅដល់ទេជាតំបន់ភ្នំអញ្ចឹងរងចាំការភ្លើងដែលទៅដល់ហ្នឹងគឺមិនងាយទេហើយឆ្ងាយហើយនិយាយទៅគាត់ប្រាប់ថាមិនងាយតែម្ដងបាទដោយបងប្អូនឃើញករណីនេះខ្ញុំបើកនេះគឺខ្ញុំតេស្តដោយម៉ូទ័របូមទឹកអូខ្លាំងពេកបន្ថយតិចបន្ថយដៃតិចអានេះសូឡាមកអានេះម៉ូទ័របូមទឹក AC មួយសេះហ៎ហើយពីមុនណែអ៊ំប្រើណែអូអានេះកំពូលច្រាស់ច្រាំសាំង1ម៉ោងអស់1លីត្របូមម្ដងអស់1លីត្រ1ម៉ោងអស់ជិត1លីត្រ1ម៉ោងអស់ជិត1លីត្រ4000គីបអស់3លីត្រអូដាច់ខ្យល់បាត់ហើយ4000ប្រឡែងនេះប្រឡែង4គីបទេឥឡូវនេះយើងយកអាម៉ូទ័រមួយសេះនេះមកប្រើជំនួសវាវិញហើយដោយសារភ្លើងនេះគឺយកចេញពីសូឡាអញ្ចឹងទៀតណាណូលយមួយព្រៃភ្នំអញ្ចឹងម៉ូទ័របូមទឹកដាក់នៅស្រះហ្នឹងអញ្ចឹងដល់ពេលដោតពុបវាលោតទៅកន្លែង5អាំពែជាងនៅពេលដែលយើងដកវាធ្លាក់នៅសល់1អាំពែជាង1អាំពែហ្នឹងគឺសម្រាប់ធុងទូទឹកកកប្រកបអញ្ចឹងណាអញ្ចឹងឲ្យងាយស្រួលយល់បាទអញ្ចឹងបងប្អូនប្រើត្រឹមតែ inverter 6គីឡូហើយ solar បងប្អូនអាចឲ្យជាងតម្លើងថា10ស្លឹក2 10ស្លឹកឬ6 10ស្លឹកអីបានហើយមិនបាច់ធំពេកទេបាទប៉ុណ្ណឹងចង់ធំជ្រុលផងដោយករណីនេះគឺតម្លើង solar នៅលើដំបូលតែ10ស្លឹកទេយើងតម្លើងឲ្យអ៊ំនៅខាងលោកពូនៅខាងតកៅណាបាទតែប៉ុណ្្នឹងទេដោយសារតែអត់មានតម្រូវការអីច្រើនទេអញ្ចឹងគាត់និយាយថាគោលដៅរបស់គាត់ចម្បងគឺម៉ូទ័របូមទឹកពេលថ្ងៃមួយគ្រាប់ហើយគាត់និយាយថាចង់ឲ្យយើងតម្លើងម៉ូទ័របូមទឹកដោយឡែកខ្ញុំក៏ប្រាប់គាត់ថាអស់លុយច្រើនអញ្ចឹងបាច់តម្លើងទេថែមទៀតយើងដកចេញពីប្រភពភ្លើងដែលផលិតចេញជាភ្លើង AC នេះឲ្យទៅតែម្ដងទៅដើម្បីកុំឲ្យគាត់ចុះលុយណាអញ្ចឹងជាក់ស្ដែងយើងយកមកប្រើបានហើយអញ្ចឹងយើងទៅមើលករណីមួយទៀតគឺករណីម៉ូទ័របូមទឹករបស់គាត់កាលពីអត់ទាន់ដាក់ម៉ូទ័របូមទឹកគឺគាត់ប្រើម៉ាស៊ីនហើយម៉ាស៊ីនសាំងដែលគាត់យកទៅអូសនេះគឺស៊ីភ្លើងខ្លាំងហើយសំដៅស៊ីប្រេងស៊ីសាំងច្រើនណាស់ដោយសារតែវាទៅរុញឆ្ងាយហើយគាត់ប្រើជាប្រភេទក្បាលបូមស្រោចក្បាលបូមលាងម៉ូតូណាអញ្ចឹងវាស៊ីខ្លាំងអ
ចឹងគាត់ប្រាប់យើងថាដូចជា4ម៉ោង4លីត្របាទដើម្បីយកទឹកហ្នឹងទៅប្រើនៅផ្ទះគាត់ខាងមុខប៉ុន្តែនៅពេលដែលយើងដាក់សូឡាទៅគឺយើងដាក់ម៉ូទ័របូមទឹក AC ធម្មតាគាត់ប្រើទៅវាស៊ី4អាំពែហ្នឹងឯងបាទអញ្ចឹងក៏ចំនួននឹងម៉ាស៊ីនរបស់គាត់បានដែរអញ្ចឹងដូចខ្ញុំថតអញ្ចឹងគឺជាការដូងគាត់ហ្នឹងរុញទៅឆ្ងាយបាទហើយម៉ាស៊ីនគាត់ដូចខ្ញុំប្រាប់បងប្អូនយ៉ាងគឺស៊ីខ្លាំងអូខេអញ្ចឹងរឿងនេះមានប៉ុណ្្នឹងទេជម្រាបប្រាប់បងប្អូនដោយសង្ខេបថាបងប្អូនចង់ប្រើម៉ាស៊ីនធាក់ម្សេសបងប្អូនតម្លើងតែ6គីឡូ5គីឡូ6គីឡូបានហើយបាទអញ្ចឹងបើសិនជាយើងតម្លើងខ្នាតប៉ុណ្ណេះគឺយើងប្រើសំរុំបាទសូមបញ្ជាក់តិចឈុតដែលយើងតម្លើងជូនបងលោកពូនេះគឺជាឈុតមួយថ្មីទំនើបគេហៅ version ថ្មីណាគឺគាត់យើងជាជាងនេះអាចឆែកព័ត៌មានតាមទូរស័ព្ទដៃបានហើយក៏យើងអាចបញ្ជា set up តាមទូរស័ព្ទបានតាម setting online បានដែរបាទដូចជាករណីយើងត្រូវសេរីថ្មជូនគាត់កម្លាំងសាកជូនគាត់ឲ្យបានបាទដោយសារតែប្រភេទនេះគឺសេរីថ្មីអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេ inverter 6គីឡូបាទថ្ម10គីឡូហើយនឹង solar 10 ស្លឹកនៅតំបន់ដាច់ស្រយាលអត់មានភ្លើងគឺបង្កើតផ្ទះយើងទៅជាផ្ទះដែលមានភ្លើងដោយផ្ទះយើងនៅទីក្រុងចឹងបាទអរគុណអស់លុយតិចចំណេញច្រើនជាងមានទំនួលខុសត្រូវអត់ចេះអួតអត់ចេះប្រអាប់ជាងផ្សេងៗថាគេមិនអីមិនលើកតើកើតខ្លួនឯងគឺអត់ទេគឺវីដេអូយើងនិយាយតែខ្លួនឯងតែប៉ុណ្ណោះអរគុណជម្រាបលាបាទអរគុណ